ជាដំបូងខ្ញុំសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនអំពីវិធីការពារមាន់នៅរដូវក្តៅវិធីការពារមាន់នៅរដូវក្តៅរបស់ខ្ញុំគឺខ្ញុំតែងតែប្រើបែបធម្មជាតិអញ្ចឹងបងប្អូនអាចចូលមើលវីដេអូនេះទាំងអស់គ្នាជាមួយខ្ញុំហើយនេះគឺជាដើមស្តៅបងប្អូនអាចប្រើជាស្លឹកស្តៅក៏បានឬក៏បងប្អូនអាចជួសសម្បកវាក៏បានបើសិនជាបងប្អូនយកស្លឹកស្តៅយកមកធ្វើឲ្យមាន់ផឹកវាអាចនឹងមានជាតិល្វីងខ្លាំងអញ្ចឹងមាន់របស់យើងវាអាចនឹងពិបាកក្នុងការផឹកពេលដែលយើងដាក់ឲ្យមាន់យើងផឹកដំបូងគឺវាមិនទាន់នឹងស៊ាំនឹងរសជាតិស្តៅទេអញ្ចឹងបងប្អូនអាចជួសយកតែសម្បកនេះសម្បកស្តៅនេះបងប្អូនអាចជួសជាប្រហែលជា3ទៅ4បន្ទះទៅចាំបងប្អូនយកទៅធ្វើឲ្យមាន់យើងផឹកសម្បកស្តៅនេះគឺវាមិនសូវមានជាតិល្វីងដូចជាស្លឹកស្តៅទេហើយវាមានក្លិនមិនកពុលដូចជាស្លឹកស្តៅទេអញ្ចឹងមាន់យើងអាចនឹងងាយស្រួលក្នុងការផឹកអញ្ចឹងបងប្អូនអាចធ្វើតាមវិធីនេះបានហើយវិធីមួយទៀតនៅពេលព្រឹកបងប្អូនអាចដំខ្ទឹមសបងប្អូនអាចដំខ្ទឹមសត្រាំជាមួយទឹកឲ្យមាន់យើងផឹកបានប៉ុន្តែនៅពេលថ្ងៃបងប្អូនកុំប្រើខ្ទឹមសអសោះពីព្រោះដោយសារតែពេលថ្ងៃគឺក្តៅអញ្ចឹងខ្ទឹមសពេលយើងដាក់ឲ្យមាន់ផឹកទៅវាអាចនឹងធ្វើឲ្យមាន់យើងក្តៅអញ្ចឹងយើងពេលព្រឹកយើងប្រើខ្ទឹមសពេលថ្ងៃយើងប្រើសម្បកស្តៅហើយមុននឹងបងប្អូនយកវាទៅស្ងោរឲ្យមាន់ផឹកបងប្អូនត្រូវដំវាឲ្យទក់បងប្អូនត្រូវដំវាឲ្យទក់ហើយចាំបងប្អូនយកវាទៅដាក់ក្នុងទឹកដើម្បីស្ងោររងាស់ឲ្យមាន់យើងផឹកហើយសម្រាប់សម្បកស្តៅ3បន្ទះខ្ញុំប្រើទឹកចំនួន2លីត្រអញ្ចឹងបងប្អូនអាចប្រើតាមវិធីនេះបានបន្ទាប់ពីបងប្អូនដាំវាពុះបែបនេះហើយបងប្អូនត្រូវទុកវាឲ្យត្រជាក់ចាំបងប្អូនយកទៅឲ្យមាន់យើងផឹករយៈពេលដែលយើងទុកទឹកថ្នាំនេះឲ្យវាត្រជាក់បងប្អូនត្រូវទៅលាងស្នូកដាក់ទឹករបស់វាឲ្យស្អាតអញ្ចឹងបងប្អូនត្រូវលាងសម្អាតវាឲ្យស្អាតហើយរួចហើយបងប្អូនយកវាហាឲ្យស្ងួតឲ្យស្រស់ទឹកមុននឹងបងប្អូនយកដាក់ទឹកថ្នាំឲ្យវាផឹកអញ្ចឹងដើម្បីវាជួយការពារមេរោគបានផងដែរបន្ទាប់ពីខ្ញុំទុកវាឲ្យត្រជាក់ហើយខ្ញុំយកវាមកចាក់ក្នុងស្នូកទឹកដែលខ្ញុំបានលាងសម្អាតជាមួយនឹងសាប៊ូហើយខ្ញុំយកហាលថ្ងៃស្ងួតទើបខ្ញុំយកទឹកហ្នឹងមកចាក់នៅក្នុងស្នូកដើម្បីឲ្យមាន់ខ្ញុំផឹកបងប្អូនត្រូវតែចាំពេលដែលបងប្អូនដាក់ទឹកឬចំណីឲ្យមាន់របស់យើងស៊ីយើងត្រូវលាងសម្អាតស្នូកទឹកស្នូកចំណីឲ្យបានស្អាតដើម្បីការពារជំងឺជាច្រើនដូចជាជំងឺអាសន្នរោគហើយនិងជំងឺផ្សេងដែលអាចកើតឡើងលើមាន់របស់យើងជាពិសេសគឺជាប្រភេទតេនញ៉ានិងសត្វល្អិតដែលយើងមិនបានសម្អាតនឹងស្នូកទឹកស្នូកចំណីវាធ្វើឲ្យមានតេនញ៉ានិងមានសត្វល្អិតនៅក្នុងខ្លួនរបស់មាន់របស់យើងអញ្ចឹងយើងអាចមុននឹងយើងដាក់ចំណីឬក៏ដាក់ទឹកឲ្យមាន់យើងត្រូវលាងសម្អាតឲ្យបានស្អាតជានិច្ចហើយក្នុងការដាក់ទឹកនេះគឺដំបូងគឺមាន់របស់យើងវាមិនសូវស៊ាំនឹងទឹកនេះទេអញ្ចឹងបងប្អូនត្រូវតែស៊ាំវាជារៀងរាល់ថ្ងៃដើម្បីឲ្យវាស៊ាំនឹងរសជាតិទឹកស្តៅនេះបងប្អូនដឹងស្រាប់ហើយស្តៅគឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលវាមានរសជាតិល្វីងអញ្ចឹងពេលខ្លះយើងអាចដាក់ឲ្យវាដំបូងវាអាចនឹងមិនទាន់ស៊ាំនឹងរបៀបនៃការផឹកស្តៅនេះទេអញ្ចឹងបងប្អូនអាចផ្សំវារយៈពេលទៅមួយថ្ងៃទៅជា2-3ថ្ងៃអញ្ចឹងទៅគឺវាអាចស៊ាំនឹងទឹកនេះអញ្ចឹងវាអាចនឹងផឹកបានហើយអញ្ចឹងបងប្អូនអាចព្យាយាមធ្វើរបៀបនេះជារៀងរាល់ថ្ងៃដើម្បីឲ្យមាន់យើងផឹកដើម្បីការពារជំងឺផ្សេងបានផងដែរ
អរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗនិងគន្លឹះថ្មីៗពីការចិញ្ចឹមមាន់របស់ខ្ញុំសូមអរគុណសូមជម្រាបលា